បាត់ដំបងត្រៀមបើកឆាកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង2026យ៉ាងអធិកអធមរយៈពេល10ថ្ងៃពេញទីក្រុងបាត់ដំបងត្រៀមខ្លួនរួចរាល់ហើយដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិឆ្ពោះទៅកាន់ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺពិព័រណ៍ផ្លែឈើបាត់ដំបង2026ដែលនឹងប្រព្រឹត្តទៅយ៉ាងអធិកអធមចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការនឹងចាប់ផ្ដើមនៅម៉ោង5ល្ងាចថ្ងៃទី10ខែកក្កដាឆ្នាំ2026នៅមុខខ្លងទ្វារសាលាខេត្តចាស់បន្ទាប់ពីការកាត់ខ្សែបូគណៈអធិបតីនឹងអញ្ជើញទស្សនាស្តង់ពិព័រណ៍នានាមុននឹងបន្តដំណើរទៅកាន់មុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តចំណុចពិសេសដែលមិនអាចរំលងបានគឺក្បួនដង្ហែផ្សព្វផ្សាយទេសចរនិងផល្លានុផលផ្លែឈើទាំង14ក្រុងស្រុកដោយគណៈអធិបតីនឹងអញ្ជើញជិះរ៉ឺម៉កកង់ធាក់យ៉ាងសប្បាយរីករាយជុំវិញក្រុងមុននឹងត្រឡប់មកកាន់ឆាកកម្មវិធីដើម្បីថ្លែងសន្ទរកថាសំណេះសំណាលជាមួយនឹងមន្ត្រីរាជការអាជីវករនិងភ្ញៀវកិត្តិយសទាំងអស់ឆ្នាំនេះព្រឹត្តិការណ៍នឹងរៀបចំធំជាងឆ្នាំមុនដោយមានកម្មវិធីសប្បាយៗជាច្រើនដូចជា Buffet ទុរេនជាកម្មវិធីពិសេសបំផុតសម្រាប់អ្នកចូលចិត្តទុរេនដោយរៀបចំរយៈពេល3ថ្ងៃគឺថ្ងៃទី10 11 12ធានាគុណភាពពីចំការផ្ទាល់ 100% ព្រមទាំងមានកម្មវិធីកម្សាន្តនានាដូចជាការប្រគំតន្ត្រីកម្មវិធីប្រកួតគំនូរនិងផាត់ពណ៌សម្រាប់កុមារការប្រឡងញ៉ាំផ្លែឈើនិងលេងល្បែងឈ្នះរង្វាន់ជាផ្លែឈើជាច្រើនមុខជាដើមព្រឹត្តិការណ៍នេះក៏មានពិព័រណ៍ដាក់តាំងបង្ហាញភូមិមួយផលិតផលមួយពីតាមបណ្ដាក្រុងស្រុកនានានិងផលិតផលកសិកម្មផងដែរសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចចូលរួមទស្សនានិងភ្លក់រសជាតិផ្លែឈើខ្មែរដ៏ឆ្ងាញ់ពិសាព្រមទាំងចូលរួមគាំទ្រវិស័យទេសចរខេត្តបាត់ដំបងឲ្យកាន់តែរីកចម្រើនទាំងអស់គ្នា